ឆាបន្លែឲ្យឃើញពណ៌ស្អាតនិងចូលជាតិល្អសម្រាប់សែនចូលឆ្នាំចិនហើយថ្ងៃហ្នឹងអីវ៉ាន់ក៏ទៅមកចូលថ្មីដែរអញ្ចឹងយើងមក unboxing ទាំងអស់គ្នាថ្ងៃហ្នឹងក៏មានប៉ាមកចូលរួមដែរបងប្អូនទៅចូលខ្លួនមក unboxing លើកទី1ដោយសកម្មជាងគេជាងឯងដោយសារតអូនបានឃើញការទឹកឡើងច្រើនហើយពណ៌ចម្រុះឆ្លុះគ្នាស្អាតទៀតការទឹករក្សាកម្ដៅប៉ូឡា2នេះយើងអាចដាក់ទាំងទឹកក្តៅទាំងទឹកត្រជាក់ដាក់បានច្រើនណាស់ចន្លោះឡើងចិត្តដល់1លីត្រហើយមាន4ពណ៌ហ្នឹងសម្រាប់ជ្រើសរើសស្អាតដល់និយាយទៅខ្ញុំស្រឡាញ់ពណ៌កាឈូកហើយនិងពណ៌ស្វាយកែវហ្នឹងយើងមួក៏របើកបិទអញ្ចឹងទោះជាកឡកយ៉ាងម៉េចក៏ដោយក៏វាអត់កពុបទឹកចេញមកក្រៅដែរម៉ត់ស្អាតជាប្រភេទអ៊ីណុកល្អសំខាន់ណាពណ៌ខាងក្រៅខ្ជុកខ្ជូតមែនតើបងចង់ទិញរាយឬមួយក៏បោះដុំអីអាចទំនាក់ទំនងទៅ page Sipra Cambodia ផ្ទាល់បានដែរយើងមិនចាំប្រើកំប៉ុងបឺតក៏បានដែរប្រភេទសម្ភារៈផ្ទះបាយរបស់ Sipra ល្អបងប្អូនប្រើបានយូរទិញមួយប្រើកាន់ឆ្នាំមើលប៉ាវិញឃើញគេញ៉ាំអីអត់បានមែនអត់ដឹងថាកាត់តាណាទេប៉ាមិនដឹងម៉ាក់មិនដឹងតែខ្ញុំដូចជាមិនដល់ថ្នាក់ហ្នឹងទេម៉ាក់អ្នកញ៉ាំកូនអ្នកឆ្ងាញ់មួយយ៉ាងណាតាណោះខ្ញុំឃើញកែវនេះហើយស្រឡាញ់ហ្មងចង់ទុកប្រើទាំង4ណាវាស្អាតមែនតែនសាច់ម៉ត់ហើយមានដៃយួរយើងចង់កាន់តាណាឆ្ងាយចឹងសាច់កែវខាងក្រៅពណ៌ស្ងួតទៅពេលអញ្ចឹងវាងាយឆ្កូតទេបើថាទុកតកកវិញកាហ្វេមួយកែវហ្នឹងទុកដល់ល្ងាចក៏អត់តលីតកកតាណាដែរតោះឥឡូវយើងទៅមើលពីរបៀបឆាបន្លែសម្រាប់សែនចូលឆ្នាំចិននិយាយទៅបន្លែប្លុកអស់នេះបងប្អូនចង់ដាក់ជាប្រភេទស្ពៃចិនការស្ពៃដើមទុយអញ្ចេះឬមួយក៏ប្រភេទខាត់ណាដើមទុយយើងធ្វើដូចគ្នាគ្រាន់តែថាប្រភេទដើមបែបនេះយើងត្រូវលះវាឲ្យស្អាតសិនណារួចហើយចិតសម្បកវាសម្រាប់ការចិតសម្បកនេះយើងក៏ត្រូវចិតឲ្យវាមានទម្រង់ស្អាតដូចគ្នាចិតធ្វើមិនឲ្យអស់សម្បករឹងបានពេលយើងយកទៅឆាទៅញ៉ាំឆ្ងាញ់ចូលជាតិល្អហើយវាឃើញទម្រង់ស្អាតបើថាដើមវាទុយអញ្ចឹងយើងអាចពុះជា2ជា3តាមទំហំដែលយើងចង់បានគ្រាន់តែថាបងប្អូនសេរីធ្វើមិនឲ្យដើមនឹងប៉ុនគ្នាបន្លែពណ៌ខៀវសុទ្ធពេកអញ្ចឹងខ្ញុំក៏ដាក់ការ៉ុតលាយជាមួយគ្នាផងដែរនិយាយរួមទៅយើងចង់ដាក់បន្លែអីតាមចំណូលចិត្តក៏យើងចិតវាទម្រង់ឲ្យដូចគ្នាណាបន្ទាប់មកក៏យើងធ្វើការដាំទឹកបងគ្រឿងមានអំបិលបន្តិចស្ករបន្តិចនិងប្រេងឆាបន្តិចដើម្បីឲ្យបន្លែរបស់យើងឲ្យឡើងស្អាតទន់ល្អផងដែរហើយដល់ពេលដែលយើងបងគ្រឿងអញ្ចឹងបន្លែយើងស្រុះក្នុងហ្នឹងវាមានជាតិក្នុងហ្នឹងស្រាប់បងប្អូនដល់ពេលដែលយើងឆាទៅឆាប់ចូលជាតិលឿនមែនតែនមើលតែបន្លែរបស់យើងរៀងចង់ឆ្អិនហើយយើងក៏ដាក់ស្លឹកចូលទៅហើយបន្លែនេះស្រុះមិនឲ្យឆ្អិនខ្លាំងពេកទេបងប្អូនឆ្អិនមកល្មមប៉ុណ្ណឹងយើងក៏ដាក់វាលាងក្នុងទឹកត្រជាក់ក៏បានត្រាំតកកទៀតតែល្អឃើញអត់បន្លែរបស់យើងខៀវស្អាតណាស់ហើយនៅពេលដែលឆាទៅចូលជាតិឆ្ងាញ់ពណ៌ក៏នៅស្អាតអញ្ចឹងដែរយើងត្រូវប្រើជាប្រភេទម្សៅពោតក៏បានម្សៅឆាក៏បានដែរលាយទឹកបន្តិចទៅទុកលាយជាមួយនឹងទឹកឆាឲ្យវាខាប់ល្អមុនគេបង្អស់យើងកំពុងខ្ទឹមឲ្យរៀងឈ្ងុយមិនពងកាឡាទេហើយថែមប្រេងខ្យងមួយស្ព្រាបាយម្សៅស៊ុបម៉ាន់បន្តិចស្ករបន្តិចតម្លាក់បន្លែចូលឆាទៅឆាមក2-3ត្រឡប់យើងចាក់ទឹកជាចូលបន្លែរបស់យើងស្រុះមិញហ្នឹងវាមានជាតិជើផ្អែមប្រៃឆ្ងាញ់ស្រាប់ហើយអញ្ចឹងហត់តែឆាទឹកសពីលើហ្នឹងឲ្យវាមានជាតិជាប់នៅលើនឹងតិចឆ្ងាញ់ហើយបងប្អូនយើងចង់ឲ្យបន្លែឆ្អិនប៉ុណ្ណាស្ទើប៉ុណ្ណាតាមការចូលចិត្តនៅពេលដែលយើងឆាវាមិនល្មមដែលយើងចង់បានរួចហើយទៅរៀបដាក់ចានបែបនេះទៅបើមានកតិកទីសល់អញ្ចឹងយើងដួសចេញឲ្យកុំឲ្យខូចចានរបស់យើងបន្ទាប់មកទឹកដែលនៅសល់យើងចាក់ម្សៅឆាចូលណាបងប្អូនកូរវារហូតកុំឲ្យទឹកហ្នឹងទៅកកដុំមើលទឹកនៅនឹងខាប់ល្អហើយយើងក៏ចាក់ស្រោចលើបន្លែរបស់យើងនឹងមកជាការស្រេចហើយបន្លែរបស់យើងរសជាតិប៉ុណ្ណឹងល្មមឆ្ងាញ់បងប្អូនបើថាចង់បានក្លិនមួយទៀតដែរយើងអាចបន្ថែមប្រេងល្ងនៅលើហ្នឹងក៏បានដែរឲ្យវាមានក្លិនឈ្ងុយដូចឆារបស់ចិនណានិយាយរួមទៅតាមចំណូលចិត្តបងប្អូនចង់ឆាបែបធម្មតាអញ្ចេះក៏បានបន្ថែមប្រេងល្ងបន្តិចក៏បានញ៉ាំមកទៅស្លឹកវាក៏ផុយឆ្ងាញ់ចំណែកឯការ៉ុតរបស់យើងវិញផ្អែមជាតិមែនតែនហើយដើមរបស់វារសជាតិផ្សេងរសជាតិប្រៃផ្អែមនៅក្នុងនឹងស្រេចហើយផុយឆាបន្លែធម្មតាប៉ុន្តែយើងរៀបឲ្យទឹកឆារបស់យើងមើលទៅអត់ធម្មតាហើយអញ្ចឹងមិនថាតែយើងយកញ៉ាំខ្លួនឯងទេយើងយកសែនឬមួយក៏មានភ្ញៀវមកលេងក៏វាស័ក្តិសមដែរបងប្អូនធ្វើការងារអស់ឡើងកន្លះថ្ងៃឯងទឹកកករបស់យើងនៅដដែលនិយាយទៅកែវទឹកនេះគឺរក្សាកម្ដៅបានល្អមែនតែនសំខាន់ណាស់កែវនឹងស្អាតហើយធំដាក់ទឹកបានច្រើនណាអាចទិញទាំង4ពណ៌ទៅឲ្យត្រូវជាមួយនឹងកៅអៅរបស់យើងក៏បានដែរអរគុណចា៎បងប្អូនជួបគ្នាវីដេអូក្រោយបាយ